ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃនៅក្នុងឆ្នាំ2024កន្លងទៅនេះគឺបានកើនឡើងដល់រហូតដល់$10,000,000,000នេះបើតាមការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅចំពោះមុខអាដាមថលត្រៃសុវត្ថិឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនិងប្រគល់សារតាំងនៅវិមានប្រសិទ្ធភាពនៅព្រឹកថ្ងៃអង្គារបើតាមអាដាមជាធិរិតសម្ដេចតេជោពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃដែលនៅក្នុងឆ្នាំ2024កន្លងទៅនេះបានកើនឡើងរហូតដល់$10,000,000,000ធៀបនឹងឆ្នាំ2023ដែលយើងមានតែ$8,000,000,000ហើយដែលការកើនឡើងនេះបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគដ៏ល្អរវាងប្រទេសទាំងពីរក្រៅពីវិស័យសេដ្ឋកិច្ចងាកទៅកំណើនទេសចររវាងប្រទេសទាំងពីរក៏មានការកើនឡើងផងដែរដែលក្នុងនោះកំណើនភ្ញៀវទេសចរថៃមកកាន់កម្ពុជាមានការកើនឡើងនៅក្នុងឆ្នាំ2024រហូតដល់ទៅ2លាននាក់ដែលឈរនៅលំដាប់ទី1នៅក្នុងចំណោមទេសចរបរទេសហើយទេសចរកម្ពុជាទៅលេងប្រទេសថៃវិញមានប្រមាណ55,000នាក់នៅក្នុងឆ្នាំ2024ដែលនេះបង្ហាញអំពីទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរដោយឡែកទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរផងដែរតាមរយៈការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ដែលកន្លងទៅនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃហើយនៅពេលអនាគតខាងមុខនាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរនៅក្នុងឱកាសខួប75ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតថៃវិញក៏បានបង្ហាញការបដិញ្ញាចិត្តនៅក្នុងការបំពេញបេសកកម្មការងារទូតនៅកម្ពុជាឲ្យទទួលបានជោគជ័យនិងក៏ដូចជាការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរផងដែរពិសេសគឺខិតខំគៀងគរការវិនិយោគរបស់ថៃមកកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត